ឯកឧត្តមសេនីយ៍ឯកហែមសវត្ថអគ្គស្នងការរងនគរបាលជាតិបានដាក់ប័ណ្ណបញ្ជាដល់កម្លាំងនគរបាលនៃនាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្មដោយមិនត្រូវចូលខ្លួនទៅជាប់ពាក់ព័ន្ធឬនៅពីក្រោយខ្នងនៃបទល្មើស online scam ដែលជាមូលហេតុនាំឲ្យអាប់អោនដល់កិត្តិយសបុគ្គលនគរបាលនិងអង្គភាពដែលជាស្ថាប័ននៃអនុវត្តច្បាប់ជាដាច់ខាតនោះឡើយក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី1និងលើកទិសដៅបន្តរបស់នាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្មនារសៀលថ្ងៃទី31ខែមីនាឆ្នាំ2026នេះនៅសាលប្រជុំអគ្គស្នងការដ្ឋាននគរបាលជាតិឯកឧត្តមសេនីយ៍ឯកហែមសវត្ថតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមនាយឧត្តមសេនីយ៍សថេតអគ្គស្នងការនគរបាលជាតិបានគូបញ្ជាក់ថាក្រៅពីមិនត្រូវជាប់ពាក់ព័ន្ធបទល្មើស online scam ហើយនោះមន្ត្រីនគរបាលទាំងអស់ក៏មិនត្រូវជាប់ពាក់ព័ន្ធជាមួយបទល្មើសខុសច្បាប់គ្រប់ប្រភេទជាពិសេសបទល្មើសគ្រឿងញៀនបន្ថែមពីនេះឯកឧត្តមសេនីយ៍ឯកហែមសវត្ថបានឯកភាពតាមរបាយការណ៍លើកឡើងរបស់លោកឧត្តមសេនីយ៍ត្រីសេនសុភីបប្រធាននាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្មនិងថ្លែងការណ៍សរសើរអគុណយ៉ាងជ្រាលជ្រៅបំផុតដល់ឯកឧត្តមសេនីយ៍ឯកសៀងសេនអតីតប្រធាននាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្មដែលបច្ចុប្បន្នត្រូវបានរាជរដ្ឋាភិបាលតែងតាំងជាអគ្គស្នងការរងនគរបាលជាតិឯកឧត្តមសេនីយ៍ឯកហែមសវត្ថក៏បានណែនាំដល់កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្មត្រូវត្រៀមចុះប្រតិបត្តិការនិងសហការជាមួយអង្គភាពពាក់ព័ន្ធជាពិសេសនៅពេលចុះប្រតិបត្តិការមន្ត្រីទាំងអស់ត្រូវស្ដាប់ប្រធានក្រុមចុះប្រតិបត្តិការនិងគោរពឲ្យបានខ្ជាប់ខ្ជួននូវស្តង់ដារប្រតិបត្តិ SOP ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃនិងអគ្គស្នងការដ្ឋាននគរបាលជាតិលើសពីនេះឯកឧត្តមសេនីយ៍ឯកអគ្គស្នងការរងនគរបាលជាតិបានជំរុញឲ្យនាយកដ្ឋានត្រូវរៀបចំឲ្យមានសមាជិកការងារនិងការបែងចែកតួនាទីភារកិច្ចហើយត្រូវរៀបចំឲ្យបានទូលំទូលាយជាងមុនសម្រាប់មន្ត្រីដែលមានបទពិសោធន៍ច្រើនក្នុងពេលចុះបំពេញការងារត្រូវបង្ហាត់បង្រៀនដល់មន្ត្រីដទៃដែលមិនទាន់មានបទពិសោធន៍គ្រប់គ្រាន់ដើម្បីបង្កើនប្រសិទ្ធភាពការងារប្រសើរជាងមុនជំរុញការងារធ្វើជាក្រុមមានសាមគ្គីភាពនិងចែករំលែកបទពិសោធន៍អ្នកចេះច្រើនបង្រៀនអ្នកចេះតិចអ្នកចេះតិចបង្រៀនអ្នកមិនចេះបើតាមឯកឧត្តមសេនីយ៍ឯកហែមសវត្ថពាក់ព័ន្ធបណ្ដាស្នាក់ការររបាយការណ៍ពីការិយាល័យស្នាក់ការសូមឲ្យមានការផ្ទៀងផ្ទាត់ច្បាស់លាស់ដើម្បីសុក្រឹតភាពការិយាល័យជំនាញត្រូវបែងចែកក្រុមការងារចុះត្រួតពិនិត្យនិងកត់ត្រាទីតាំងពាក់ព័ន្ធការលបលួចធ្វើអាជីវកម្មល្បែងស៊ីសងសហការជាមួយស្នងការរងទទួលផែនសន្តិសុខរាជធានីខេត្តតាមដានទីតាំងដែលបានបង្ក្រាបបិទទីតាំងប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទកន្លងមកមិនឲ្យមានការបើកឡើងវិញក្នុងករណីបើកដំណើរការឡើងវិញត្រូវស្នើសុំគោលការណ៍ថ្នាក់ដឹកនាំបង្ក្រាបជាដាច់ខាតនិងផ្ដល់ជូនលិខិតសរសើរលើកទឹកចិត្តដល់មន្ត្រីដែលមានស្នាដៃល្អជូនអង្គភាពជាមួយគ្នានេះឯកឧត្តមសេនីយ៍ឯកហែមសវត្ថអគ្គស្នងការរងនគរបាលជាតិក៏បាននាំមកនៅការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃឯកឧត្តមនាយឧត្តមសេនីយ៍សថេតអគ្គស្នងការនគរបាលជាតិនឹងថ្លែងការកោតសរសើរវិតម្លៃខ្ពស់ចំពោះមន្ត្រីនៅក្នុងនាយកដ្ឋានទាំងអស់ដែលបានខិតខំយកចិត្តទុកដាក់ខ្ពស់លើកិច្ចការថែរក្សាការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពសង្គម។